កម្ពុជាឆ្នាំសូនសរសេរដោយលោក François Pongso ប្រែសម្រួលដោយ TKU ជាកម្រងរឿងពិតរបស់អ្នកនិពន្ធ François ដែលបានឆ្លងកាត់ក្នុងសម័យសង្គ្រាមនិងរបបកម្ពុជាប្រជាធិបតេយ្យអត្ថាធិប្បាយដោយលោកម៉នឌីដូនិងកញ្ញារក្សាវិជ្ជរាចេញផ្សាយដោយក្រុមដំណើរខ្មែរដោយមិនចេញដំណើរឆ្ពោះទៅទិសខាងជើងតាមផ្លូវដែលខ្លីជាងគេក្បួនរថយន្តបែរជាបើកតម្រង់ទៅទិសខាងលិចតាមផ្លូវជាតិលេខ4វិញយើងបានឆ្លងកាត់ជាយក្រុងភាគខាងលិចដែលភាគខ្លះបានคล้ายទៅជាចំណីភ្លើងអស់បន្ទាប់មកយើងបានឃើញចំណតអាកាសយានដ្ឋានពោធិចិនតុងពីចម្ងាយនិងឃើញខ្មោចយន្តហោះដែលឆេះខ្លោចដូចធ្យូងនៅរាយប៉ាយពេញទីនោះនៅពេលដែលចេញផុតពីទីក្រុងតាមចិញ្ចើមផ្លូវទាំងសងខាងគេបានឃើញរថយន្តជាច្រើនគ្រឿងដែលបានបោះបង់ចោលនៅហូរហែតាមផ្លូវទ្វារសុទ្ធតែចំហធ្លុងជួនកាលបះជើងឡើងលើរថយន្តខ្លះត្រូវគេដោះយកកង់បាត់ដើម្បីធ្វើស្បែកជើងតាមគំរូហូជីមិញដែលពាក់ទៅស្អិតជាប់ជើងគ្មានឮសូរសំឡេងមិនបាច់អស់លុយនឹងពុំចេះសឹកនេះគឺជាស្បែកជើងល្អឥតខ្ចោះសម្រាប់អ្នកបដិវត្តគ្រប់រូបផ្លូវចូលនៅទីក្រុងទាំងអស់បានបញ្ចេញឲ្យយើងឃើញទិដ្ឋភាពខ្មោចរថយន្តដែលគេបានបោះបង់ចោលដូចគ្នាគម្រោងការថ្មីរបស់សង្គមដែលចាំតែប្រើប្រាស់តាមបែបផែនលោកខាងលិចនិមិត្តរូបនៃវិសមភាពរវាងវណ្ណៈនៅក្នុងសង្គមគឺរថយន្តទាំងឡាយលែងមានឋានៈក្នុងកម្ពុជាជាថ្មីទៀតហើយបន្ទាប់ពីបើកបរចម្ងាយ17គីឡូម៉ែត្រយើងបានមកដល់ថ្នល់ទទឹងភូមិនេះត្រូវបានគេកំទេចរាប់ដងតាំងពីយូរណាស់មកហើយមានតែជញ្ជាំងឥដ្ឋខ្លះតែប៉ុណ្ណោះដែលនៅឈរចង្ក្រឹងជណ្ដើរធ្វើពីស៊ីម៉ង់ងើបទៅរកមេឃទទេស្អាតមួយយ៉ាងគួរអស់សង្ឃឹមដើមត្នោតទាំងឡាយដែលមានលក្ខណៈពិសេសនៃទេសភាពរបស់ខ្មែរភាគច្រើនសុទ្ធតែកំបុតចុងដោយការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលឬត្រូវធ្វើឲ្យឆេះដោយគ្រាប់ណាប៉ាល់នេះជាទេសភាពឥតវិញ្ញាណមួយដោយគ្មានឃើញដានមនុស្សណាម្នាក់ឡើយដោយងាកទៅទិសខាងជើងក្បួនរថយន្តបានបើកទៅផ្លូវលំជាច្រើនដោយនាំយើងចូលទៅក្នុងតំបន់មួយដែលជាតំបន់រំដោះតាំងពីច្រើនឆ្នាំណាស់មកហើយនៅទីនេះមានមនុស្សយ៉ាងច្រើនកំពុងតែធ្វើការយុវជនជាង 1000 នាក់នាំគ្នាសាងទំនប់ទឹកមួយនៅទីតេទៀតព្រះសង្ឃជាច្រើនអង្គកំពុងស្ថាបនាស្ពានមួយដែរភូមិជាច្រើនដែលយើងបានឆ្លងកាត់មានភាពខុសប្លែកពីភូមិទាំងឡាយដែលមានលក្ខណៈតាមប្រពៃណីខ្មែរផ្ទះអ្នកស្រុកសង់ផ្ទាល់នឹងដីតាមរបៀបចិនវៀតណាមគឺពុំមែនសង់ខ្ពស់ពីដីដោយសសរមានលំនាំដូចបង្គោលច្រើនតែធ្វើពីឫស្សីមិនស្របទៅតាមទំនៀមទម្លាប់ខ្មែរនោះទេក៏ប៉ុន្តែប្រជាជននៅតែញញឹមរាក់ទាក់ទៅតាមប្រពៃណីខ្មែរនៅពេលវេលាថ្ងៃត្រង់យើងបានឈប់សម្រាកនៅលើមាត់បឹងតូចមួយស្ថិតនៅក្បែរវត្តពួកអ្នកភូមិអាចស្វែងរកជួបពួកយើងបានដោយសេរីបើមើលតាមអាការៈខាងក្រៅយើងបានជជែកអំពីការរស់នៅរបស់គេពីសង្គ្រាមនិងសន្តិភាពពួកគេបានចាប់អារម្មណ៍ចំពោះជាតិសាសនាផ្សេងៗដែលរួមដំណើរនៅក្នុងក្បួនរថយន្តរបស់យើងពួកគេបើកភ្នែកធំនៅពេលដែលខ្ញុំចង្អុលបង្ហាញអ្នកកាសែតអាមេរិកាំងម្នាក់ប្រាប់គាត់ពួកគេប្រហែលកំពុងស្រមៃឃើញយក្សមួយដែលមានមាត់ស្រោបទៅដោយចង្កូមធំហើយមើលទៅខ្ញុំបានសួរថាអ្វីទៅដែលចាំបាច់ជាងគេនៅក្នុងសម័យសង្គ្រាមគឺការទម្លាក់គ្រាប់បែកណាខ្លះពីយន្តហោះ B52 ទេយើងមិនសូវខ្លាចយន្តហោះ B52 ទេព្រោះយើងស្ដាប់ឮសំឡេងរបស់វាពេលវាហោះមកយើងនាំគ្នារត់ចូលទៅលានដ្ឋាននិងរងចាំស្ដាប់គ្រាប់បែកផ្ទុះជួនកាលឮខ្លាំងណាស់នៅពេលដែលយន្តហោះទាំងនោះទម្លាក់គ្រាប់បែកក្បែរយើងប៉ុន្តែមួយភាគធំច្រើនទម្លាក់នៅក្នុងព្រៃដែលគ្មានមនុស្សណាម្នាក់រស់នៅក៏ប៉ុន្តែពួកអាស្លាប់កាត់គឺយន្តហោះ T28 បានធ្វើឲ្យមានការខូចខាតច្រើនណាស់ពួកវាហោះប្រប្របនឹងដីយើងមិនអាចមើលវាហោះមកទេពួកវាទម្លាក់គ្រាប់បែកមកលើភូមិនានាដោយគ្រាប់បែកណាប៉ាល់បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងច្រើននៅទីបញ្ចប់អ្នកសប្បាយរីករាយទេ
ដែលសង្គ្រាមត្រូវបានបញ្ចប់ប្រកាសជាសប្បាយឥឡូវនេះយើងអាចរស់នៅជាធម្មតាដោយគ្មានចាំរត់ពួនទៀតឡើយក្រោមរស្មីព្រះអាទិត្យមួយដែលភ្លឺត្រចះត្រចង់យើងបានបន្តដំណើរទៅមុខទៀតសម្ដៅទៅអមលៀងជាទីបញ្ជាការរបស់ពួកអ្នកបដិវត្តន៍នៅក្នុងរយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែគួរឲ្យឆ្ងល់កន្លែងនេះមិនដែលទទួលរងការទម្លាក់គ្រាប់បែកសោះឡើយបន្ទាប់មកយើងបានឆ្លងកាត់ព្រៃរប៉ោះជាច្រើនគីឡូម៉ែត្រប្រមាណជាងម៉ោង5យើងបានពើប្រទះនឹងរទេះគោរាប់ពាន់គ្រឿងគឺសុទ្ធតែពួកកសិករនៅក្នុងតំបន់ដែលភៀសខ្លួននៅក្នុងកំពង់ឆ្នាំងឬរស់នៅក្បែរទីរួមខេត្តនោះពេលនេះពួកគេបានរទេះគោតម្រង់ទៅកន្លែងផ្សេងទៀតដោយនាំយកទៅជាមួយខ្លួននៅទ្រព្យសម្បត្តិដែលមានតម្លៃជាងគេបំផុតគឺគោរទេះគោចានឆ្នាំងមួយចំនួនតូចនិងខ្សែចំណងខ្លះការសម្លឹងមើលរបស់មនុស្សជាច្រើននៅក្នុងចំណោមនោះបានធ្វើឲ្យខ្ញុំព្រឺខ្លាចមុខត្រូវធ្វើឲ្យរលាកដោយកម្ដៅព្រះអាទិត្យពួកគេបានបង្ហាញឲ្យឃើញសេចក្តីគ្មានរំពឹងមួយដែលមិនអាចស្ទង់បានកន្លែងរស់របស់គេបានវិនិច្ឆ័យអន្តរាយយ៉ាងជាក់ច្បាស់ពួកគេមិនអាចយល់នៅសេចក្តីដែលកើតឡើងចំពោះខ្ញុំបានឡើយពេលរាត្រីក៏បានចូលមកដល់ហើយដោយគប់ជួនក្បួនរថយន្តរបស់យើងបានឈប់យ៉ាងយូរនៅរមាសក្បែរកន្លែងកប់ខ្មោចដ៏ធំមួយដែលគេកប់យុវជនបដិវត្តន៍រាប់ពាន់នាក់គេត្រូវការញ៉ាំងឲ្យយើងជឿថាសង្គ្រាមមានសភាពតានតឹងណាស់នៅខាងគេបន្ទាប់ពីការឆ្លងកាត់ស្ពានមួយដែលគ្រោងសម្រាប់អាយស្មាយានតាមឡានកាមីយ៉ុងក៏គួរឲ្យព្រឺស្ងើចរួចមកយើងបានបំបោររថយន្តយ៉ាងលឿនតាមផ្លូវលំដ៏ល្អស្អាតឆ្ពោះទៅកំពង់ឆ្នាំងដែលយើងបានមកដល់នៅម៉ោង8អង្គការបានត្រៀមបំរុងម្ហូបអាហារមួយសម្បូរគួរសមសម្រាប់ជនបរទេសទាំងអស់និងរៀបចំឲ្យសម្រាកនៅក្នុងផ្ទះមួយដែលកាលពីដើមជាសាលាកំពង់ឆ្នាំងមុនសង្គ្រាមឆ្នាំ1970ទីនេះគឺជាទីរួមខេត្តតូចមួយមានប្រជាជនរស់នៅប្រមាណជាង 10000 នាក់កសិករយ៉ាងច្រើនដែលរត់គេចពីការវាយប្រយុទ្ធគ្នាបានធ្វើឲ្យប្រជាជនរស់នៅទីនោះរីកធំឡើងជាលំដាប់នៅឆ្នាំ1973ប្រជាកសិករមួយចំនួនធំផ្សេងទៀតបានភៀសខ្លួនចូលមកជ្រកកោននៅក្នុងទីក្រុងបន្ទាប់ពីបានរស់នៅក្នុងតំបន់រំដោះជាច្រើនឆ្នាំឥឡូវនេះពួកគេបានត្រឡប់ទៅរស់នៅក្រោមរបបដែលពួកគេរត់គេចចេញឡើងវិញហើយយើងអាចសង្កេតមើលនៅពេលដែលមកដល់និងពេលចេញដំណើរថាទីក្រុងមានលក្ខណៈស្ងាត់ជ្រងំនិងគ្មានជីវិតណាមួយរស់នៅឡើយមិនមែនតែទីក្រុងភ្នំពេញតែប៉ុណ្ណោះទេប៉ុន្តែកំពង់ឆ្នាំងក៏ត្រូវបានគេបណ្ដេញប្រជាជនចេញទាំងស្រុងដូចគ្នាដោយបន្តដំណើរទៅមុខទៀតនៅពេលព្រឹកព្រហៀមយើងបានជួបនឹងភាពវិនាសហិនហោចដូចគ្នាជាដរាបគ្មានមនុស្សណាម្នាក់រស់នៅក្នុងទីក្រុងភូមិទាំងឡាយនិងផ្ទះសម្បែងដែលនៅដាច់ពីគេតាមជនបទឡើយនៅម៉ោង11ព្រឹកយើងបានទៅដល់ពោធិ៍សាត់ជាទីរួមខេត្តមួយផ្សេងទៀតទីក្រុងនេះក៏មានលក្ខណៈស្ងាត់ជ្រងំដែរពួកគេប្រហែលជាចូលទៅដល់យោធាភូមិភាគមួយផ្សេងទៀតហើយមើលទៅពីព្រោះយើងត្រូវផ្លាស់ប្ដូរយានជំនិះអ្នកបើកបរនិងមេដឹកនាំទាំងអស់យើងបានចុះពីលើឡាន ZMZ និង Molotovas ដើម្បីមកឡើងរថយន្តធំសម្រាប់ដឹកអ្នកដំណើរនៅក្នុងទីក្រុងវិញនិងបើកបរដោយពួកយោធាដែលមានវ័យចំណាស់ជាងពួកអ្នកបើកបរមុនមិត្តញឹបបានប្រគល់ភារកិច្ចដឹកនាំឲ្យទៅមិត្តវិឆ័យម្ដងដែលជាប្រធានគណៈកម្មាធិការក្រុងបាត់ដំបងអ្នកកាន់រដ្ឋអំណាចទាំងអស់សុទ្ធតែមានទឹកចិត្តទូលំទូលាយណាស់ហើយចែកចាយម្ហូបអាហារនិងផ្លែឈើឲ្យយើងបរិភោគយ៉ាងឆ្អែតស្កប់ស្កល់ពួកអ្នកបើកបររថយន្តបាននិយាយប្រាប់យើងថាបើសិនជាអ្នកឯងចង់បេះផ្លែឈើសូមកុំរឯងចិត្តអីចាប់ពីពេលនេះទៅដើមឈើគឺជាកម្មសិទ្ធិរបស់មនុស្សទាំងអស់តាមការពិតនៅតាមសងខាងផ្លូវគេគ្មានឃើញប្រជាជនណាម្នាក់រស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួនដែលហ៊ុមព័ទ្ធទៅដោយដើមឈើហូបផ្លែឡើយបន្ទាប់ពីឆ្លងកាត់មោងឫស្សីជាទីប្រជុំជនដ៏សំខាន់មួយទៀតត្រូវបានបំផ្លាញរាបដល់ដីដោយការប្រយុទ្ធគ្នានៅឆ្នាំ1975ហើយយើងក៏បានមកដល់ទីក្រុងបាត់ដំបងដែលជាទីក្រុងទី2របស់កម្ពុជានៅពេលយប់កន្លែងដាក់ខ្មោចរថយន្តមួយបានទទួលស្វាគមន៍យើងនៅចម្ងាយ2ទៅ3គីឡូម៉ែត្រពីទីក្រុងពុំមានសកម្មភាពណាមួយដែលសម្គាល់ថាមានមនុស្សរស់នៅក្នុងទីក្រុងនោះឡើយ
យើងបានស្នើប្រធានដឹកនាំក្បួនរថយន្តនៅការអនុញ្ញាតឲ្យយើងសម្រាកនៅក្នុងពេលវេលារាត្រីនៅឯផ្សារប៉ុន្តែយើងបានរងទទួលការបដិសេធមួយដោយគ្មានការបញ្ជាក់បំភ្លឺនោះទេរហូតមកដល់ព្រំដែនពេលដែលយើងមកដល់នៅក្នុងថ្ងៃបន្ទាប់ពេលវេលាប្រមាណជាម៉ោង 9 ព្រឹកគឺយើងឃើញតែភាពច្រងំជានិច្ចថ្មគោលមង្គលបុរីស៊ីសុផុនប៉ោយប៉ែតសុទ្ធតែជាទឹកដីខ្មោចដូចគ្នាយូរម្ដងនៅក្នុងជនបទដែលនៅឆ្ងាយគេមើលឃើញផ្សែងខ្មៅអណ្ដែតថ្កោលឡើងលើតាមអាកាសប្រហែលជាភូមិផ្សេងកំពុងឆេះហើយមើលទៅទោះជានៅតាមស្រែក៏គេគ្មានឃើញមនុស្សម្នាក់ដែរនៅដើមខែឧសភានេះជារយៈពេលដែលការភ្ជួររាស់ត្រូវបានបញ្ចប់នៅក្នុងតំបន់ធ្វើស្រែនេះខ្ញុំឃើញតែត្រាក់ទ័រ2គ្រឿងកំពុងភ្ជួរតែប៉ុណ្ណោះដូច្នេះតើមនុស្សដែលរស់នៅភូមិស្រុកទាំងនេះចាក់ចេញទៅណាអស់ចម្លើយសាក់សីយ៉ាងច្រើនបានអនុញ្ញាតឲ្យយើងផ្គុំឡើងវិញនៅព្រឹត្តិការណ៍នានាដែលយើងបានជួបនៅក្នុងខេត្តផ្សេងដើម្បីធ្វើកុំឲ្យវាមានចំនួនច្រើនពេកនិងរៀបរាប់តែព្រឹត្តិការណ៍ដែលតាក់ទងនឹងក្រុងពីរតែប៉ុណ្ណោះគឺក្រុងបាត់ដំបងដែលស្ថិតនៅតាមដងផ្លូវរបស់យើងនិងក្រុងប៉ៃលិនដែលមានចម្ងាយ80គីឡូម៉ែត្រទៅទិសខាងលិចក្បែរព្រំដែនបាត់ដំបងដែលជាទីក្រុងទី2របស់ប្រទេសកម្ពុជាគឺជាធានីនៃជម្រកស្រូវដ៏ធំដែលរួមបង្កឡើងពីវាលស្រែដីខ្មៅដ៏ធំល្វឹងល្វើយស្ទឹងមួយគឺស្ទឹងសង្កែដែលហូរធ្លាក់ពីជួរភ្នំប៉ៃលិនបានផ្ដល់ទឹកប្រើប្រាស់ឲ្យទៅក្រុងបាត់ដំបងនិងមនុស្សចេញទៅទន្លេសាបទីក្រុងនេះបានភ្ជាប់នឹងទីក្រុងភ្នំពេញដោយផ្លូវដែកមួយដែលត្រូវកាត់ផ្ដាច់តាំងពីច្រើនឆ្នាំមកហើយរវាងខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងព្រមទាំងផ្លូវជាតិលេខ5ដែលបិទមិនឲ្យមានសកម្មភាពចរាចរណ៍តាំងពីឆ្នាំ1973គេអាចបើកផ្លូវនេះវិញបានប៉ុន្តែពួកឧត្តមសេនីយ៍មួយចំនួនតូចដែលជាអ្នកចូលហ៊ុនហើយដែលមានអំណាចទៅលើក្រុមហ៊ុនអាកាសចរជាច្រើនដែលកំពុងរកស៊ីហោះហើរទៅកាន់ទីក្រុងបាត់ដំបងនោះបានរកឃើញផលប្រយោជន៍មួយយ៉ាងសំខាន់បើសិនជាផ្លូវនេះនៅតែកាត់ផ្ដាច់ដោយពួកសត្រូវប្រជាជនទីក្រុងដែលមានចំនួន 40000 នាក់នៅសម័យមានសង្គ្រាមបានកើនឡើងស្ទើរតែ 1/3 ជាពិសេសនៅក្នុងរយៈពេលនៃបណ្ដាចុងខែក្រោមការគៀបសង្កត់របស់ពួកអ្នកបដិវត្តន៍បរិសុទ្ធនិងចិត្តរឹងដែលកសាងភេរវកម្មតាមតំបន់ស្រុកស្រែចម្ការនានាដោយបង្ខំឲ្យប្រជាជនរត់គេចចេញអស់អ្នករត់គេចខ្លួននៅចំនួននោះជាច្រើនបានទៅកាន់ព្រំដែនថៃវិញព្រោះបើប្រៀបធៀបទៅវាជិតជាងជាសម្បត្តិជានិស្សិតរៀននៅបាត់ដំបងដោយយុវជនគ្រប់រូបដែរគាត់តែងទន្ទឹងរង់ចាំទីបញ្ចប់នៃសង្គ្រាមដោយគ្មានទស្សនៈនយោបាយជាក់លាក់និងគ្មានប្រុងប្រៀបជាមុនឡើយសង្គ្រាមពិតជាភារកិច្ចរបស់ពួកអ្នកនយោបាយជាពិសេសពួកអាមេរិកាំងដោយហេតុថាគឺអ្នកទាំងនោះហើយដែលបានបញ្ឆេះសង្គ្រាមឡើងដោយគ្មានការលំអៀងសម្បត្តិបានរៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗដែលគាត់បានដឹងថានៅថ្ងៃទី17មេសាប្រហែលនៅម៉ោង12ថ្ងៃត្រង់យើងបានដឹងពីការចូលកាន់កាប់ទីក្រុងភ្នំពេញម្នាក់មានចិត្តសប្បាយរីករាយនិងសន្តិភាពដែលកើតមានជាថ្មីដោយសង្ឃឹមថាបានឃើញពន្លឺយុត្តិធម៌ថ្មីឡើងវិញនៅប្រមាណជាម៉ោង5ល្ងាចមានឧទ្ធម្ភិកចក្រមួយគ្រឿងបានចុះចតនៅចំណតអាកាសយានដ្ឋានដោយពួកខ្ញុំជឿថាមេខ្មែរក្រហមម្នាក់មកកាន់ទីនេះខ្ញុំក៏ធ្វើដំណើរទៅមើលប៉ុន្តែគឺជាបុគ្គលិកដ៏សំខាន់ម្នាក់ដែលនាំគ្រួសារគាត់ជម្លៀសចេញពីទីក្រុងភ្នំពេញវិញសោះបន្តិចក្រោយមកប្រហែលជានៅម៉ោង6ព្រលប់ពួកខ្មែរក្រហមមួយចំនួនបានមកដល់ដោយដើរព័ទ្ធជុំវិញផ្សារ3ដងនិងមានហ្វូងប្រជាជនដើរតាមក្រោយសម្ដែងសេចក្តីរីករាយយ៉ាងខ្លាំងយើងទាំងអស់គ្នាត្រូវបានធ្វើឲ្យងឿងឆ្ងល់ស្រឡាំងកាំងទាំងមិនដឹងខ្លួនពីព្រោះពួកខ្មែរក្រហមស្ថិតនៅស្ងៀមស្ងាត់និងពុំមានបញ្ចេញអាការៈរីករាយក្នុងការដែលបានឈ្នះសង្គ្រាមទេនៅពេលយប់យើងបាននាំគ្នាកំសាន្តសប្បាយដោយរាំច្រៀងដូចនៅពេលបុណ្យចូលឆ្នាំដើម្បីអបអរសាទរសន្តិភាពដែលត្រឡប់មកវិញក៏ប៉ុន្តែពួកខ្មែរក្រហមបានបដិសេធមិនចូលរួមកំសាន្តជាមួយយើងទេហេតុអ្វីបានជាដូច្នេះនៅថ្ងៃទី18មេសាប្រជាជននៅបាត់ដំបងមានការពេញចិត្តយ៉ាងខ្លាំងពីព្រោះតម្លៃម្ហូបអាហារអន់ថយចុះតាមបទបញ្ជារបស់ពួកខ្មែរក្រហមសាច់ជ្រូក1គីឡូថ្លៃ12រៀលតែប៉ុណ្ណោះដែលកាលពីមុនថ្លៃ300រៀលអង្ករ3រៀល1គីឡូមុន
ថ្លៃ150រៀលអំបិល1គីឡូថ្លៃ1រៀលនៅពេលនោះមានការច្របូកច្របល់ជាទូទៅមនុស្សគ្រប់រូបចង់ទិញគ្រឿងបរិភោគឲ្យបានច្រើនជាអតិបរមាពួកអ្នករកស៊ីសុទ្ធតែអស់សង្ឃឹមនៅមុនការខាតបង់ដ៏ធ្ងន់ធ្ងរនេះប្រជាជនមានការលំបាកនៅក្នុងការទិញដូរណាស់ពីព្រោះមនុស្សទាំងអស់មានក្រដាសប្រាក់500រៀលប៉ុន្តែពុំសូវមានក្រដាសប្រាក់តម្លៃ1 5 10 20ឬ50រៀលទេដោយក្រដាសប្រាក់ទាំងនោះសុទ្ធតែអាចប្រើនៅក្នុងការទិញដូរបានក៏ប៉ុន្តែរថយន្តជាច្រើនគ្រឿងដែលបំពាក់ដោយមីក្រូបានបើកបរតាមដងផ្លូវនានានិងស្នើឲ្យប្រជាជនទាំងអស់ត្រឡប់ទៅភូមិកំណើតរបស់គេវិញតែនេះពុំមែនជាបទបញ្ជាមួយទេអ្នកភៀសខ្លួនជាច្រើនដែលមកដល់កាលពីពេលថ្មីបានចាក់ចេញទៅអស់ប្រជាជននៅបាត់ដំបងបានស្ថិតនៅនឹងកន្លែងប៉ុន្តែនៅពេលយប់យើងមានការព្រួយបារម្ភបំផុតពីព្រោះវិទ្យុសំឡេងអាមេរិកកាំងបានផ្សាយឲ្យដឹងថាទីក្រុងភ្នំពេញបានត្រូវគេបណ្ដេញប្រជាជនចេញអស់ហើយតើនេះវានឹងមកដល់យើងទេការមើលឃើញរបស់ប្រជាជនស៊ីវិលម្នាក់ត្រូវបានបំពេញបន្ថែមដោយចម្លើយជាសាក្សីរបស់ទាហានជាច្រើននាក់ផលសំណាងជាអនុសេនីយ៍ឯកបានរៀបរាប់ជាពិសេសថានៅថ្ងៃទី17មេសាឆ្នាំ1975ប្រមាណជាម៉ោង11ថ្ងៃត្រង់វិទ្យុក្រុងភ្នំពេញបានចេញបញ្ជានៅក្នុងនាមនៃអគ្គសេនាធិការឲ្យកងទ័ពទាំងអស់របស់សាធារណរដ្ឋខ្មែរដាក់អាវុធចុះអ្វីបើបានទទួលបទបញ្ជានេះក៏ដោយក៏កងទ័ពរបស់ភូមិភាគបាត់ដំបងនៅតែបន្តប្រយុទ្ធរហូតដល់ម៉ោង6ព្រលប់គឺថារហូតដល់ពេលនាយសេនាធិការរបស់យោធាភូមិភាគ3ផ្ទាល់ចេញបញ្ជាឲ្យយើងបញ្ឈប់ការប្រយុទ្ធនិងធ្វើដំណើរទៅកាន់បន្ទាយរៀងៗខ្លួននៅពេលនោះក្រុមខ្មែរក្រហមបានចូលមកកាន់កាប់កន្លែងសំខាន់មួយចំនួនជាពិសេសស្ថានីយ៍វិទ្យុផ្សាយសំឡេងរបស់ខេត្តបន្ទាប់មកពួកអ្នករំដោះដែលមានចំនួនតិចតួចដើរចូលមកក្នុងក្រុងបាត់ដំបងវរសេនីយ៍ឯកឡូរ៉ាអ៊ូបានឡើងកាន់តំណែងបញ្ជាការជំនួសឧត្តមសេនីយ៍សេកសំអៀតអភិបាលខេត្តបាត់ដំបងដែលរត់គេចខ្លួនតាំងពីម៉ោង2រសៀលនៅម៉ោង9យប់ដោយប្រើវិទ្យុប្រចាំខេត្តបាត់ដំបងរ៉ាអ៊ូលបានចេញបទបញ្ជាដូចតទៅយើងស្នើឲ្យបណ្ដានាយទាហានរងនិងកូនទាហានទាំងអស់ស្ថិតនៅស្ងៀមស្ងាត់ចូលប្រមូលអាវុធរបស់អ្នកទាំងអស់និងចងវាជាបាច់ហើយនាំយកទៅកាន់ប៉ុស្តិ៍បញ្ជាការរបស់យោធាភូមិភាគ3នៅព្រឹកថ្ងៃស្អែកទី18ខែមេសាមុនម៉ោង8ព្រឹកកុំ3ខានតមកទៀតអស់លោកត្រូវប្រមូលផ្ដុំគ្នាទាំងអស់នៅមុខសាលាខេត្តដើម្បីទទួលបទបញ្ជាថ្មីពេញមួយយប់វិទ្យុខេត្តបាត់ដំបងបានអំពាវនាវឲ្យមានការរួបរวมគ្នាគេស្ដាប់ឮម្ដងនៅសំឡេងរបស់ខ្មែរក្រហមម្ដងបន្ទាប់មកសំឡេងរបស់វរសេនីយ៍ឯកលេងរ៉ាអ៊ូលម្ដងហើយត្រូវតែទៅប្រមូលផ្ដុំគ្នានៅថ្ងៃស្អែកនៅមុខសាលាខេត្តក៏បាននៅមុខសាកលវិទ្យាល័យក៏បាននៅព្រឹកថ្ងៃទី18ខែមេសាកងទ័ពសាធារណរដ្ឋខ្មែរទាំងអស់បានទៅប្រជុំគ្នានៅសាលាខេត្តប៉ុន្តែគ្មានបានអ្វីឡើយពីព្រោះគ្មាននរណាម្នាក់ផ្ដល់បទបញ្ជាថ្មីសោះពួកខ្មែរក្រហមដែលទើបនឹងដណ្ដើមបានអំណាចបានបង្កើតគណៈកម្មាធិការកណ្ដាលមួយជាមួយនឹងពួកអាជ្ញាធរស៊ីវិលនិងអាជ្ញាធរខេត្តនៅថ្ងៃទី19ខែមេសាវេលាម៉ោង2រសៀលពួកខ្មែរក្រហមបានបញ្ជាឲ្យគណៈកម្មាធិការប្រមូលកងទ័ពទាំងអស់ឡើងវិញមួយផ្នែកស្ថិតនៅក្នុងបរិវេណសាលាខេត្តមួយផ្នែកទៀតនៅក្នុងបន្ទាយទាហានខាងសង្គ្រាមចិត្តសាស្ត្រនៅពេលដែលកងទ័ពទាំងអស់ជួបជុំគ្នាហើយពួកគេបានដើរជាជួរទៅកាន់សាកលវិទ្យាល័យនៅទីនោះពួកគេត្រូវបានបែងចែកជា3ក្រុមពួកនាយទាហានត្រូវធ្វើដំណើរទៅកាន់សាលាបឋមសិក្សាសោហើពួកនាយទាហានរងទៅកាន់សាលាបឋមសិក្សាអៀបខុតពួកកូនទាហានទៅសាកលវិទ្យាល័យបាត់ដំបងនៅថ្ងៃទី20និងទី21ខែមេសាយើងឃើញឡានកាមីយ៉ុងធំមកដឹកទាហានពីវិទ្យាល័យបាត់ដំបងចេញទៅថ្ងៃទី20ចំនួន9ឡាននិងថ្ងៃទី21ចំនួន7ឡានឡានកាមីយ៉ុងទាំងអស់នេះច្រើនចេញដំណើរនៅពេលយប់ឆ្លងកាត់ស្ទឹងសង្កែនិងសម្ដៅទៅទិសខាងកើតនៅថ្ងៃទី23មេសាម៉ោង1រសៀលនៅក្នុងនាមនៃគណៈកម្មាធិការកណ្ដាលវរសេនាលេរ៉ាអ៊ូលបានកាន់បញ្ជីឈ្មោះនាយទាហានមកកន្លែងជួបជុំគ្នានិងបានហៅនាយទាហានទាំងអស់នោះ
ឲ្យចង្អុលចំឈ្មោះដើម្បីធ្វើដំណើរទៅទទួលសម្ដេចសីហនុនៅទីក្រុងភ្នំពេញពួកអ្នកដែលគេហៅឈ្មោះបាននាំគ្នាចាក់ចេញពីសាលាបឋមសិក្សាសៅហើនិងដើរជិះជួររហូតដល់សាលាខេត្តនៅពេលទៅដល់វរៈសេនីយ៍ឯកលេរ៉ាអ៊ូលបានបញ្ជាថាអស់លោកមានពេល15នាទីដើម្បីត្រឡប់ទៅផ្ទះស្លៀកពាក់ឯកសណ្ឋានថ្មីបំផុតរបស់អស់លោកជាមួយនឹងសាក់ផងនិងយកសម្លៀកបំពាក់ទៅជាមួយបន្តិចបន្តួចបានហើយនៅពេលដែលនីតិហ៊ានទាំងអស់នោះត្រឡប់មកវិញជុំគ្នាមេបញ្ជាការខ្មែរក្រហមម្នាក់ដែលមានឈ្មោះថាសូកៅរហស្សនាមមិត្តស៊យដែលស្លៀកពាក់ខ្មៅសុទ្ធបានឈរនៅជិតវរៈសេនីយ៍តូស៊ីសវ័តកុសរៈនិងចាបវងនិងកាន់បញ្ជីឈ្មោះនីតិហ៊ាននៅក្នុងដៃរបស់គាត់ឡានកាមីយ៉ុង6គ្រឿងបានឈររងចាំនៅមុខសាលាខេត្តនៅពេលដែលការហៅឈ្មោះត្រូវបានបញ្ចប់នីតិហ៊ានទាំងអស់បានលើកថង់ខោអាវរបស់ពួកគេលីដាក់លើស្មាហើយដើរជាជួរសម្ដៅទៅរកឡានកាមីយ៉ុងភរិយារបស់នីតិហ៊ានមួយចំនួនតូចបានសម្លឹងមើលមកយើងដោយការព្រួយបារម្ភខ្លាំងអ្នកខ្លះទៀតយំទឹកភ្នែករហាមនៅម៉ោង 1 កន្លះរសៀលឡានកាមីយ៉ុងបានចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនហើយចេញដំណើរបន្តកន្ទុយគ្នាឡាន Jeep មួយគ្រឿងនិងឡានឡង់រវាំងមួយគ្រឿងដែលផ្ទុកសុទ្ធតែពួកខ្មែរក្រហមជាអ្នកបើកផ្លូវឡានកាមីយ៉ុងមួយគ្រឿងទៀតឥតមានគ្រាប់សម្ពុតដំបូលនិងផ្ទុកទីហ៊ានខ្មែរក្រហមប្រដាប់អាវុធប្រមាណជាង40នាក់បានបើកតាមពីក្រោយរថយន្តកាមីយ៉ុងទាំង6គ្រឿងបានបើកយឺតក្នុងល្បឿន30គីឡូម៉ែត្រនៅក្នុង1ម៉ោងតាមបណ្ដោយផ្លូវជាតិលេខ5យើងស្ថិតនៅស្ងៀមស្ងាត់ទាំងអស់គ្នាបន្ទាប់ពីការធ្វើដំណើរមួយយ៉ាងខ្លីរថយន្តទាំងអស់បានបត់ទៅរកផ្លូវលំមួយដែលនាំទៅរកភ្នំធិបតីនៅកន្លែងផ្លូវបែកជា4យើងបានសង្កេតឃើញកាំភ្លើងត្បាល់30មីលីម៉ែត្រចំនួន2ដើមទំហំ60មីលីម៉ែត្រមួយដើមនិងមួយទៀតទំហំ80មីលីម៉ែត្ររួមទាំងក្រុមខ្មែរក្រហមប្រដាប់អាវុធប្រមាណជាង30នាក់ផងបន្ទាប់ពីបើកតាមផ្លូវលំប្រមាណជាង500ម៉ែត្រយើងបានក្រឡេកឃើញខ្មែរក្រហមយ៉ាងច្រើននៅលាក់ខ្លួនក្នុងបណ្ដាលតាមមាត់ផ្លូវរថយន្តទាំងអស់បានឈប់នៅមុខកាំភ្លើងត្បាល់30មីលីម៉ែត្រទាំងពីរដើមដែលធ្វើឲ្យគេឃើញមាត់វាបែរទៅរកទិសខាងត្បូងគេឃើញកាំភ្លើងត្បាល់ទំហំ60មីលីម៉ែត្រពីរដើមទៀតក៏បែរមាត់សម្ដៅទៅទិសខាងត្បូងដែរខ្មែរក្រហមម្នាក់បានដើរចេញពីក្នុងព្រៃនិងបញ្ជាឲ្យពួកយើងចុះពីលើរថយន្តនៅក្នុងពេលដែលយើងចាប់កាន់សាក់កាដូរបស់យើងគាត់បាននិយាយថាមិនចាំបាច់យកវាចុះមកជាមួយទេទោះជាអ្វីក៏ដោយយើងគ្រាន់តែឈប់សម្រាកតែប៉ុណ្ណោះយើងបានចុះពីរថយន្តទាំងអស់គ្នានិងអង្គុយជាក្រុមចំណែករថយន្តទាំងអស់នោះបានបន្តដំណើររបស់វាទៅមុខបាត់អស់ខ្ញុំខ្សឹបប្រាប់គូកនទាំងអស់ដែលអង្គុយក្បែរខ្ញុំថាពួកគេនាំយើងមកកាន់ទីនេះដើម្បីសម្លាប់យើងចោលហើយដូច្នេះសូមប្រយ័ត្នប្រយែងនាយទាហានខ្លះបើកភ្នែកក្រឡោតខ្លះទៀតទាញរូបចម្លាក់ព្រះពុទ្ធរូបតូចៗពីហោប៉ៅរបស់ពួកគេដើម្បីបន់ស្រន់ប្រហែលជា15នាទីបន្ទាប់ពីពួកយើងចុះពីលើឡានយើងឮសូរសំឡេងគ្រាប់កាំភ្លើងផ្ទុះប្រមាណជាង10គ្រាប់ដែលគេបាញ់ចេញពីកាំភ្លើង AK-47 របស់ចិនខ្ញុំនឹកនៅក្នុងចិត្តថាម្ដងនេះអស់ផ្លូវកាយកុនហើយសេចក្តីស្លាប់គឺស្ថិតនៅក្នុងទីនេះខ្ញុំខំប្រឹងរំកិលខ្លួននិងរត់គេចយ៉ាងលឿនសំឡេងអាវុធស្វ័យប្រវត្តិគឺជាសញ្ញានៃការធ្វើការរបស់ស្ដេចមច្ចរាជហើយពួកខ្ញុំបម្រើរបស់ស្ដេចមច្ចរាជបានពួនសំងំនៅតាមបណ្ដាលផ្លូវនិងនៅក្នុងព្រៃប្រដាប់ដោយអាវុធគ្រប់ដៃបានចាប់ផ្ដើមបាញ់ស្រោចមកលើយើងដូចភ្លៀងអាគីមួយផ្សែងបានអណ្ដែតឡើងទៅលើអាកាសជាពពកយ៉ាងក្រាស់ហើយយើងលែងមើលឃើញអ្វីទាំងអស់គេស្ដាប់ឮការបាញ់គ្នាយ៉ាងសម្បើមហាក់ដូចជារន្ទះចំនួន7បាញ់ផ្ទប់គ្នានៅក្នុងពេលតែមួយអញ្ចឹងខ្ញុំបានផ្ដួលខ្លួនស្រប៉ាបទៅលើដីបន្ទាប់មកខ្ញុំបានងើបឈរហើយរត់ឆ្ពោះទៅទិសខាងត្បូងខ្ញុំទើបនឹងរត់បានចម្ងាយ100ម៉ែត្រមានគ្រាប់កាំភ្លើង2គ្រាប់បានសម្ដៅមករកខ្ញុំនិងប៉ះចំដៃស្ដាំរបស់ខ្ញុំដោយធ្វើឲ្យរយះអាវនិងខ្លោចស្បែករបស់ខ្ញុំក្លិនខ្លោចនេះហាក់ដូចជាក្លិនធូបដែលគេអុជបូជាស្ដេចមច្ចរាជដែរប៉ុន្តែពួកខ្ញុំបម្រើរបស់ស្ដេចមច្ចរាជនេះពុំបានសម្រេចការផ្ដាច់ជីវិតរបស់ខ្ញុំបានឡើយខ្ញុំបានងាកទៅមើលក្រោយឃើញមិត្តភ័ក្តិជាច្រើនរបស់ខ្ញុំដួលព្រុសខ្លះទៀតរត់បានតែប៉ុន្មានក៏ដួលស្រុតទាំងចំហហើយខ្លះទៀតខំប្រឹងងើបឈរដើម្បីរត់ថែមទៀតប៉ុន្តែមិនអាចរត់ផុតពីក្រញាំមច្ចរាជបានឡើយ
នៅពេលនោះពួកខ្មែរក្រហមបានប្រើប្រាស់អាវុធគ្រប់ធន់មិត្តភ័ក្តិរបស់ខ្ញុំទាំងអស់បានបាត់បង់ជីវិតលើកលែងតែ3នាក់តែប៉ុណ្ណោះគឺវរៈសេនីយ៍ត្រីភឹមភួននិង2នាក់ផ្សេងទៀតដែលខ្ញុំមិនស្គាល់ឈ្មោះយើងទាំងអស់គ្នាត្រូវរបួសយ៉ាងស្រាលពួកយោធាខ្មែរក្រហមនៅតែបន្តបាញ់ដោយគ្មានឈប់សម្ដៅមុខទិសដែលយើងរត់ធ្វើឲ្យរត់បែកខ្ញែកគ្នាទាល់តែបានខ្ញុំបានពន្លឹបខ្លួនទៅក្នុងគុម្ពត្បែងមួយនិងសំងំនៅស្ងៀមចម្ងាយប្រមាណ4គីឡូម៉ែត្រពីកន្លែងសម្រាប់រង្គាលអពមញ្ញមិញនឹងខ្ញុំត្រូវធ្វើឲ្យអស់កម្លាំងយ៉ាងខ្លាំងរន្ធត់នៅក្នុងចិត្តនិងអស់សង្ឃឹមស្បៃរាត្រីបានបន្ទាបខ្លួនមកគ្របដណ្ដប់មកលើព្រៃភ្នំដុំពពករាយរដេះរដាស់ពេញផ្ទៃមេឃប៉ុន្តែខ្ញុំនៅតែត្រូវធ្វើឲ្យស្លុតដដែលហាក់ដូចជាខ្ញុំរស់នៅក្នុងសុបិនអាក្រក់មួយសៀវភៅ4ចំណងជើងដែលលោកអ៊ំលោកពូអ្នកមីងបងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុកអាចរកទិញបានពីក្រុមដំណើរខ្មែរមានដូចជាប្រជាជនអើយបានដឹងសៀវភៅអ្នកទោសក្នុងគុកឥតជញ្ជាំងកម្រងរឿងពិតរបស់លោកស្រីខៀងខែមរីក្មួយស្រីបង្កើតនៃតារាចម្រៀងម៉ៅសារ៉េតសៀវភៅកុងវនធ្វើពលិកម្មដើម្បីជាតិជាកម្រងរឿងពិតជីវិតអ្នកកាសែតកុងវនសៀវភៅខ្ញុំជួបលោកស៊ិនស៊ីសមុទ្រនៅមន្ទីរ15ជាកម្រងឯកសារកំណត់ហេតុប្រចាំជីវិតរបស់លោកកៅចំណាប់សៀវភៅសល់ពីស្លាប់កម្រងឯកសារជីវិតពិតរបស់លោកពងសារិកអតីតទាហានអាកាសចរសាធារណរដ្ឋខ្មែរសូមតាក់ទងមកកាន់ Telegram លេខ096 471 2548ជាលេខសហការីក្រុមដំណើរខ្មែរចែកចាយសៀវភៅទាំង4ចំណងជើងនេះ